និយាយទៅបងប្អូនអ្នកគ្នាពេលនេះគឺយើងឃើញថាមន្ត្រីហើយនឹងស៊ីនកំពុងតែត្រូវរកគ្នាខ្លាំងមែនទែនកំពុងតែញ៉ាំអីប្រើលក្ខណៈថាគេស្វីតជាមួយគ្នាប្រើអញ្ចឹងទៅអ្នកគ្នាផ្អាប់គ្នាចូលឡើងធ្វើឲ្យអ្នកមើលទស្សនាកន្លែងហ្នឹងហើយគឺមានអារម្មណ៍ថាអៀនខ្លាំងមែនទែនបងប្អូនអ្នកគ្នាហើយអ្នកទាំងអស់គ្នាខ្ញុំនិយាយឈុតមួយទៀតអ្នកគ្នាឡើងឈុតកន្លែងហេងកំពុងតែដើរសុកហ្នឹងស្រាប់តែមានមនុស្សពីរនាក់ចាគឺជាម្ចាស់បំណុលរបស់ហេងមកទាយកលុយដែលហេងជពាក់អីចឹងអ្នកគ្នាតែពេលហ្នឹងគឺហេងមិននិយាយថាអូយគាត់បានជពាក់អំពាក់ព័ន្ធជាមួយរឿងហ្នឹងចឹងណាប៉ុន្តែអ្នកទាំងអស់គ្នាជាក់ស្ដែងយើងឃើញថាកន្លែងហ្នឹងគឺហេងកំពុងតែតវ៉ាថាបើចង់ទាលុយទាបំណុលអីគឺទៅទាជាមួយនឹងមន្ត្រាទៅប៉ុន្តែគាត់ថាអ្នកនាងមន្ត្រាគឺអត់ពាក់ព័ន្ធជាមួយនឹងទេព្រោះឯកសារឬក៏ខ្ចីលុយខ្ចីហ្នឹងគឺឈ្មោះហេងទាំងអស់ដោយសារតែហេងហ្នឹងគាត់បានចាប់អារម្មណ៍ហើយក៏បានលក្ខណៈថាបានផ្ដោតទៅលើឯកសារហ្នឹងច្បាស់លាស់អញ្ចឹងណាអ្នកទាំងអស់គ្នាមិនគេនិយាយថាមុននឹងធ្វើអីមួយយើងត្រូវគិតពិចារណាបានច្បាស់លាស់ថាតើឯកសារហ្នឹងមានពាក់ព័ន្ធជាមួយយើងអត់ហើយឈ្មោះយើងអត់អ្នកនរគ្នាអញ្ចឹងវាជាសារមួយអប់រំខ្លាំងមែនទែនថាយើងធ្វើអីមួយឲ្យច្បាស់លាស់កុំធ្វើប្រហែលកុំលក្ខណៈថាលំអីចឹងណាចឹងកន្លែងហ្នឹងហេងកំពុងតែមានរឿងមែនតើអ្នកគ្នាហើយក៏ត្រូវបានគេធ្វើបាបដែរនៅពេលដែលកំពុងធ្វើបាបហ្នឹងក៏ស៊ីនារីក៏បានមកដល់ឃើញទស្សនវិជ្ជាហ្នឹងគឺគាត់ពិបាកជួយប្តីគាត់ខ្លាំងមែនតើតែដោយសារតែហេងគឺជាប្តីរបស់គាត់ចឹងណាបងហើយអ្នកទាំងអស់គ្នាខ្ញុំចង់និយាយថាជាសម្រាប់ពាក្យហ្នឹងផងដែរគឺមន្ត្រាកំពុងតែឈឺចាប់ខ្លាំងមែនតើគាត់ទទួលអារម្មណ៍មួយថានឹងមែនរសជាតិដែលតារាងប្តីគេឲ្យបាបកម្មធ្លាក់លើគ្រួសាររបស់គាត់អីចឹងតើពេលណាដែលសងអស់ចឹងណាគាត់ចង់ឲ្យរឿងហ្នឹងឆាប់ទៅអ្នកគ្នាអ្នកទាំងអស់គ្នាបើចង់ដឹងរឿងហ្នឹងល្អមើលប៉ុណ្ណាឬក៏ដល់ណាដល់ណីហើយអ្នកគ្នាកុំភ្លេចទស្សនាទាំងអស់គ្នាតាមរយៈ Channel YouTube របស់បាយ័នឬក៏ប៉ុស្តិ៍បាយ័នអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងអ្នកគ្នា